សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកបង្រៀនអ្នកទាំងអស់គ្នាពីរបៀបស្លម្ជូរគ្រឿងសាច់ទានេះជាគ្រឿងរបស់យើងមុនដំបូងហ្នឹងគឺយើងធ្វើគ្រឿងចំណាំសាច់ឲ្យហើយមកយើងដាក់វាមួយកន្លែងមកបន្ទាប់មកយើងបើកភ្លើងដាក់ខ្ទះបន្ទាប់មកយើងចាក់ខ្លាញ់ចូលចាក់ខ្លាញ់តិចបានអ្នកទាំងអស់គ្នាកុំដាក់ច្រើនពេកដាក់ច្រើនពេកខ្លាចច្រឡន់ពេលដែលខ្លាញ់មានកដៅហើយយើងចាប់ផ្ដើមដាក់គ្រឿងចូលគ្រឿងយើងអត់មានអីច្រើនទេអ្នកទាំងអស់គ្នាមានតែខ្ទឹមម្ទេសរមៀតម្ទេសហើយនិងស្លឹកគ្រៃស្លឹកក្រូចសើចអ្នកទាំងអស់គ្នាយើងដាក់ចូលមកដាក់ចូលទាំងអស់មកអ្នកទាំងអស់គ្នាដាក់វាក្នុងពេលតែមួយនេះបន្ទាប់ពីយើងដាក់គ្រឿងនឹងហើយយើងរលីងវាឲ្យវាស្ងួតអ្នកទាំងអស់គ្នាឲ្យវាឈ្ងុយវាចេញក្លិនឈ្ងុយហ្នឹងអ្នកទាំងអស់គ្នាយើងអាសាកូរវាបើមិនជាយើងអត់កូរវាទេធ្វើឲ្យវាខ្លោចបាត់ក្រោយអញ្ចឹងយើងកូរវាឲ្យសព្វមកកូរទៅកូរឡើងអ្នកទាំងអស់គ្នាហើយកុំបើកភ្លើងវាខ្លាំងពេកយើងបើកតិចទៅហើយព្រោះអាចធ្វើឲ្យខ្លោចគ្រឿងរបស់យើងវាស្ងួនឈ្ងុយវាខ្លោចព្រោះយើងបើកភ្លើងខ្លាំងពេកបន្ទាប់ពីយើងកូរបានមួយសន្ទុះយើងដាក់រហុកចូលអ្នកទាំងអស់គ្នាតាមចំណង់ចំណូលចិត្តអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមិនចូលចិត្តប្រហុកយើងអាចដាក់តិចបានតែសម្រាប់នេះយើងចូលចិត្តអញ្ចឹងហើយយើងដាក់យើងច្រើនបន្តិចតើបើយើងដាក់ប្រហុកហើយយើងកូរវាឲ្យសព្វមកកូរវាឲ្យឡើងឈ្ងុយអ្នកទាំងអស់គ្នាកូរវាទៅមកអញ្ចឹងទៅហើយខ្ញុំប្រាប់អ្នកទាំងអស់គ្នាម្ដងទៀតយើងកុំបើកភ្លើងខ្លាំងទេបើកភ្លើងខ្លាំងធ្វើវាខ្លោចចឹងហើយបើកភ្លើងតិចបានហើយតែយើងកូរវាឈ្ងុយអ្នកនរគ្នារៀងមួយសន្ទុះធំដែរក៏ពីវារៀងឈ្ងុយរៀងល្មមហើយអ្នកនរគ្នាយើងចាប់ផ្ដើមដាក់សាច់ចូលនេះសាច់ទាអ្នកនរគ្នាយើងស្លម្ជូរព្រៃទៅទាស្លម្ជូរព្រៃសាច់ទាអ្នកទាំងអស់គ្នាអត់នៅបុកគ្រឿងទេវាស្តៀងនឹងស្លម្ជូរគ្រឿងដែរតែក្នុងតែយើងអត់បុកគ្រឿងអញ្ចឹងគេហៅវាថាស្លម្ជូរព្រៃយើងបន្តពីយើងដាក់សាច់ទាហើយយើងកូរវាមកកូរវាសព្វចូលជាមួយគ្រឿងកូរវាសព្វល្អអ្នកទាំងអស់គ្នាវាចូលគ្រឿងជាមួយនឹងសាច់បន្ទាប់ពីកូររួចហើយយើងចាប់ផ្ដើមដាក់គ្រឿងរបស់យើងគ្រឿងខ្មែរយើងអត់មានអីច្រើនទេអ្នកនរគ្នាទឹកត្រីមុនដំបូងយើងដាក់ទឹកត្រីប្រហែលជា2ស្លាបព្រាបាយបន្ទាប់ពីដាក់ទឹកត្រីរួចហើយយើងក៏ចាប់ផ្ដើមដាក់នៅរ៉ូឌីអ្នកនរគ្នាសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តដាក់រ៉ូឌីគឺខ្ញុំអត់សូវចូលចិត្តដាក់អំបិលទេយើងប្រើរ៉ូឌីចំនួនអំបិលដាក់ស្លាបដាក់រ៉ូឌីមួយស្លាបព្រាកាហ្វេមកអ្នកនរគ្នាបន្ទាប់ពីដាក់រ៉ូឌីហើយយើងក៏ដាក់ប៊ីចេងអ្នកនរគ្នាប៊ីចេងក៏យើងដាក់មួយស្លាបព្រាកាហ្វេដែរអ្នកនរគ្នាតាមចំណង់ចំណូលចិត្តបើសិនជាអ្នកនរគ្នាចង់ដាក់រៀងច្រើនក៏បានដែរអត់អីទេចំណែកខ្ញុំប្រើគ្រឿងរៀងល្មមមិនសូវជាច្រើនពេកទេបន្ទាប់មកដាក់ស្ករសមកបន្តិចអ្នកនរគ្នាស្ករសយើងកុំដាក់ច្រើនពេកអ្នកនរគ្នាដោយសារយើងស្លម្ជូរព្រៃវាដាក់ស្ករសច្រើនទៅវាធ្វើឲ្យយើងភ្លាវអ្នកនរគ្នាចឹងហើយយើងដាក់តិចល្មមបានហើយបន្ទាប់មកយើងរលីងកូរវាឲ្យសព្វអ្នកនរគ្នាឲ្យគ្រឿងវាចូលពេលគ្រឿងវាចូលសព្វសាច់ហ្នឹងអ្នកនរគ្នាកូរវាទៅមកនេះយើងកូរវាបានមួយសន្ទុះហើយចាប់ផ្ដើមសាច់យើងចិត្តឆ្អិនហើយអ្នកនរគ្នាមើលឃើញតំណងទៅចេះខ្លួនឈ្ងុយឡើងពេញបន្ទប់តែម្ដងអ្នកនរគ្នាយើងកូរវាឲ្យសព្វបន្ទាប់មកយើងចាប់ផ្ដើមគ្របវាម្ហូបនេះយើងគ្របវាឲ្យឆ្អិនណាអ្នកនរគ្នាឲ្យសាច់ឆ្អិនហើយបានយើងចាប់ផ្ដើមរៀបចំដាក់ទឹកចូលថ្មីនេះសាច់យើងចិត្តឆ្អិនហើយអ្នកនរគ្នាដល់តំណងអ្នកនរគ្នាចេះក្លិនឈ្ងុយសាហាវហ្មងហ្នឹងហើយស្លម្ជូរព្រៃនេះខ្ញុំអត់សូវប្រើជាម្ទេសច្រើនទេដោយសារខ្ញុំអត់សូវចូលចិត្តហូបម្ទេសទេអ្នកនរគ្នាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តម្ទេសយើងអាចដាក់ម្ទេសឲ្យហើយនៅក្នុងហ្នឹងទៅ
វាចេញរសជាតិឆ្ងាញ់ហើយអ្នកនរគ្នាយើងក្របងាស់វាទុកបន្តិចទៅដើម្បីឲ្យវាឆ្អិនអ្នកនរគ្នាបន្ទាប់មកយើងអាសាប៉ាងកម្របវាមើលឲ្យកូរវាផងអ្នកនរគ្នាបើសិនជាយើងក្របទុកវាចោលយូរវារីងទឹកវាអាចនឹងខ្លោចអ្នកនរគ្នាយើងអាសាប៉ាងកូរវាទៅមើលអញ្ចឹងទៅបន្ទាប់ពីសាច់យើងរៀងឆ្អិនហើយយើងចាប់ផ្ដើមដាក់ទឹកអ្នកនរគ្នាយើងដាក់ទឹករំងាស់វាបន្តិចឲ្យសាច់ទារបស់យើងរៀងផុយដោយសារវាសាច់ទាវាស្វិតដែរអញ្ចឹងហើយយើងដាក់ទឹកវាឲ្យសល់ច្រើនល្មមទៅអ្នកនរគ្នាបើសិនជាយើងស្លទាកាបអញ្ចឹងយើងដាក់ទឹកតិចល្មមបានហើយតែបើយើងស្លបែបសាច់ទាកប៉ាវាអាចនឹងស្វិតជាងនេះអញ្ចឹងយើងដាក់ទឹកឲ្យច្រើនរំងាស់វាឲ្យផុយទើបយើងស្រួលញ៉ាំតទៅពីដាក់ទឹកហើយយើងចាប់ដើមក្របវារងាស់វាចោលទៅអ្នកនរគ្នារងាស់វារៀងយូរបន្តិចឥឡូវទាយើងចាប់ដើមពុះហើយអ្នកនរគ្នាគឺក្លិនឈ្ងុយពេញបន្ទប់តែម្ដងអ្នកនរគ្នាគ្រាន់តែនឹកឃើញក៏ឃ្លានបាយដែរអ្នកនរគ្នាម្ហូបនេះតំណងអ្នកនរគ្នាបើសិនជាបានតិចមួយយូរអីដឹងតារសជាតិមិនធម្មតាអ្នកនរគ្នាម្ហូបនេះយើងអាចចូលវាទៅញ៉ាំបាយក៏បានយើងអាចយកទៅខ្លែមក៏បានអ្នកនរគ្នាព្រោះថាម្ហូបនេះគឺបើគ្រឿងខ្លែមវិញអស់ទាស់តែម្ដងគឺដឹងតាអែមតែម្ដងអ្នកនរគ្នាយករងាស់វាឲ្យរីងទឹកណាអ្នកនរគ្នាដោយសារតែវាស្វិតគួរសមណាស់បន្ទាប់មកយើងដាក់អំពិលចូលអ្នកនរគ្នាតាមចំណង់ចំណូលចិត្តតែសារខ្ញុំអត់សូវចូលចិត្តជាជូរប្រហែលអ្នកនរគ្នាខ្ញុំដាក់អំពិលតែបន្តិចល្មមបានបន្ទាប់ពីយើងដាក់អំពិលហើយយើងរងាស់វាចាំដល់វារីងទឹកអ្នកនរគ្នាពេលយើងងាស់វាចោលយូរអញ្ចឹងទៅចាប់ផ្ដើមឆ្អិនអ្នកនរគ្នាវារីងទឹកចិត្តល្មមបានញ៉ាំកើតហើយយើងអាចភ្លក់បានអ្នកនរគ្នាសាច់ទារបស់យើងឆ្អិននេះយើងអាចនឹងថែមថយគ្រឿងទៀតតាមហ្នឹងបើសិនជាយើងភ្លក់ទៅវារសជាតិអត់ទាន់ពេញចិត្តយើងអាចថែមថយគ្រឿងតាមហ្នឹងទៀតតែសម្រាប់ខ្ញុំគឺស្លអត់ដែរថែមគ្រឿងអ្នកនរគ្នាដោយសារតែខ្ញុំលៃមកល្មមអត់សូវជាដាក់គ្រឿងលោបច្រើនទេពេលនេះសាច់ទារបស់យើងគឺឆ្អិនហើយរីងទឹកល្មមអ្នកនរគ្នាយើងទុកទឹកវាតិចបើសិនជារីងគោកពេកក៏អត់ឆ្ងាញ់ទេអ្នកនរគ្នាទុកឲ្យវាមានទឹកប៉ែកយើងអាចនឹងហត់ទឹកវាទៅមានរសជាតិឆ្ងាញ់តែម្ដងអ្នកនរគ្នាពេលនេះយើងចាប់ផ្ដើមដួសដាក់ចានហើយអ្នកនរគ្នាសំណងណាស់បើសិនជាបានតិចអីអែមណាស់ហ្នឹងនេះឆ្អិនហើយម្ហូបរបស់យើងគឺស្លម្ជូរព្រៃសាច់ទាយើងដួសភ្លុកមួយចានពេលនេះចាប់ផ្ដើមយើងដួសដាក់ចានហ្នឹងអ្នកនរគ្នាតំណងពេលបាទខ្ញុំបាទភ្លេចប្រាប់អ្នកទាំងអស់គ្នាគឺខ្ញុំបាទមានត្រីចៀនមួយមុខទៀតត្រីចៀននេះគឺខ្ញុំបានថតជាវីដេអូទេដោយសារខ្ញុំចៀនឆ្អិនមុនហើយស្លខ្ញុំទើបតែស្លតាមក្រោយទេគឺស្លម្ជូរព្រៃសាច់ទាបាទដូច្នេះយើងចាប់ផ្ដើមដួសដាក់ចានដួសបាយគឺតំណងមែនតើអ្នកទាំងអស់គ្នាបន្តិចទៀតអ្នកទាំងអស់គ្នានឹងឃើញវីដេអូរបស់ខ្ញុំបាទញ៉ាំហើយអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចមកញ៉ាំបាយជាមួយខ្ញុំបាទ admin ពេលនេះដល់ម៉ោងយើងភ្លក់ម្ហូបរបស់យើងអ្នកទាំងអស់គ្នាបាទសាក់មួយម៉ាត់មើលជាតិតែម្ដងអ្នកទាំងអស់គ្នាអែមហ្មងអ្នកទាំងអស់គ្នាឆ្ងាញ់យើងសាក់មួយម៉ាត់ទៀតអ្នកទាំងអស់គ្នាយើងទៅតែងើបពីគេមកធ្វើម្ហូបជាងឃ្លានអ្នកទាំងអស់គ្នាដាក់មួយម៉ាត់ទៀតមើលបាទទៅចុងក្រោយស្លម្ជូរព្រៃសាច់ទារបស់យើងគឺឆ្អិនហើយអ្នកទាំងអស់គ្នាហើយក៏សូមអរគុណទៅដល់អ្នកទាំងអស់គ្នាបានតាមដានវីដេអូនេះតាំងពីដើមមករហូតដល់ចប់បើសិនជាមានកំហុសខុសឆ្គងទៅលើការនិយាយស្ដីសូមអ្នកទាំងអស់គ្នាអធិស្ឋានផងបាទ
បាយបាយអ្នកទាំងអស់គ្នាអរគុណច្រើន